បាទជំរាបសួរពុកម៉ែបងប្អូនវីដេអូបន្តនេះគឺខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនបន្តទៀតតាក់ទងនឹងប្រភេទកាភ្លើងបាញ់ទឹកដូចគ្នាប៉ុន្តែវាជាស៊េរី Jet35 អញ្ចឹងស៊េរី Jet35 នេះតាក់ទងនឹងកម្លាំងទឹកនៅពេលដែលវាធ្វើការស្រោចស្រពគឺវាធ្លាក់ល្អមែនទែនចាប់ពីគល់នេះរហូតដល់ចុងគឺវាមានបរិមាណស្មើគ្នាមិនថាដឹងដល់បាញ់ទៅវាទៅធ្លាក់នៅចុងឯងជាទូទៅការប្រើប្រាស់ច្រើនទៅលើដំណាំប្រភេទស្មៅគោមានដំណាំកាហ្វេដូចជាខ្ញីល្មៀតអីផ្សេងដែលបងប្អូនកសិករគាត់ធ្វើការដាំដុះគឺគាត់ប្រើប្រភេទកាភ្លើងនេះដើម្បីធ្វើការស្រោចស្រពតែម្ដងនៅក្នុងនេះកាភ្លើងនេះគឺវាមានសមត្ថភាពបាញ់កាំឆ្ងាយរហូតដល់35ម៉ែត្រអញ្ចឹងជាចម្ងាយមួយដែលឆ្ងាយមែនទែនសម្រាប់បងប្អូនកសិករដែលមានផ្ទៃដីធំល្មមសម្រាប់ធ្វើការស្រោចស្រពជាទូទៅការប្រើសម្ពាធនៅនេះគឺយើងប្រើប្រាស់សម្ពាធចាប់ពី3បាររហូតដល់6បារដើម្បីឲ្យកាភ្លើងនេះដំណើរការត្រូវនឹងកាំដែលវាចម្ងាយនៃការសាចណាបងប្អូនមួយទៀតកាភ្លើងនេះគឺយើងអាចសេរីមុំបានបាទមុំយើងចង់សាចប្រមាណដឺក្រេក៏បានដែរអាស្រ័យទៅលើស្ថានភាពឬក៏កន្លែងដែលបងប្អូនធ្វើការស្រោចស្រពផ្សេងកាភ្លើងនេះជាទូទៅគឺយើងផលិតពីប្រភេទដែកអាលុយមីញ៉ូមដែលវាធន់រឹងមាំហើយវាមិនងាយក្នុងការច្រេះទេដោយសារយើងមិនមែនផលិតពីដែកទេហើយយើងមានគ្រឿងបង្គុំអីផ្សេងអញ្ចឹងប្រភេទនេះយើងមានកន្លែងដើម្បីថែទាំយើងអាចបាញ់ខ្លាញ់គោចូលដើម្បីថែទាំកន្លែងវាផ្សេងបាទសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការទៅលើប្រភេទកាភ្លើងបាញ់ទឹកហើយចង់ប្រើប្រាស់ឬក៏ចង់ដឹងព័ត៌មានបន្ថែមពីរបៀបប្រើប្រាស់ផ្សេងបងប្អូនអាចតាក់ទងមកកាន់ក្រុមការងារ Gain Irrigation នៅក្នុង Page ឬក៏តាក់ទងតាមរយៈលេខទូរស័ព្ទដៃបាទសូមអរគុណ